នាយឧត្តមសេនីយ៍អ៊ីឈៀនបានមានប្រសាសន៍ថាខ្ញុំជាសក្តិសិទ្ធិរស់ការលើកឡើងរបស់អ៊ុំសំអានជាការប្រឌិតទាំងស្រុងក្នុងចេតនាទុច្ចរិតនិងនាំឲ្យយល់ច្រឡំមកលើកិច្ចការព្រំដែនដែលរាជរដ្ឋាភិបាលបានខិតខំដោះស្រាយនាយឧត្តមសេនីយ៍អ៊ីឈៀននៅថ្ងៃទី27ខែវិច្ឆិកាឆ្នាំ2025នេះបានចេញមុខឆ្លើយតបទៅកាន់ការប្រឌិតព័ត៌មានមិនពិតរបស់ក្រមជ្រុលនិយមពាក់ព័ន្ធនឹងរឿងបោះបង្គោលបណ្ដោះអាសន្នព្រំដែនកម្ពុជាថៃដោយបានបញ្ជាក់ថាលោកគឺជាសក្តិសិទ្ធិរស់ដូច្នេះការលើកឡើងរបស់អ៊ុំសំអានគឺជាការប្រឌិតទាំងស្រុងក្នុងចេតនាទុច្ចរិតនិងនាំឲ្យមានការយល់ច្រឡំមកលើកិច្ចការព្រំដែនដែលរាជរដ្ឋាភិបាលបានខិតខំដោះស្រាយនាយឧត្តមសេនីយ៍អ៊ីឈៀនបានសរសេរថាខ្ញុំបានឃើញគណនី Facebook អ៊ុំសំអានបានសរសេរព័ត៌មានដោយលើកឈ្មោះខ្ញុំមកពាក់ព័ន្ធដោយលើកឡើងថាលោកអ៊ីឈៀនអតីតអភិបាលខេត្តបៃលិនបានធ្លាប់និយាយថាថៃបានបង្ខិតចូលដីខ្មែររាប់រយម៉ែត្រនៅតំបន់ពងណាំរុនជាប់ស្រុកកំរៀងនេះព្រំដែនចាស់មិនមែនស្ថិតនៅព្រំដែនបច្ចុប្បន្ននេះទេប៉ុន្តែឥឡូវនេះកម្ពុជាទទួលស្គាល់ព្រំដែនថ្មីគឺធ្វើឲ្យបាត់បង់ទឹកដីខ្មែរជាច្រើនគីឡូម៉ែត្រការ៉េនៅតំបន់នោះចំពោះករណីនេះនាយឧត្តមសេនីយ៍អ៊ីឈៀនបានបញ្ជាក់ជូនបងប្អូនជនរួមជាតិថាអ្វីដែលអ៊ុំសំអានសរសេរនេះគឺជាការប្រឌិតទាំងស្រុងនិងមានចរិតញុះញង់ដើម្បីបង្ករឿងនិងកេងចំណេញនយោបាយក្នុងចេតនាបង្កចលាចលក្នុងសង្គមនិងការយល់ច្រឡំមកលើកិច្ចការព្រំដែនដែលរាជរដ្ឋាភិបាលនិងគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក GBC កម្ពុជាកំពុងអនុវត្តដោយឈលលើមូលដ្ឋានច្បាប់អន្តរជាតិអនុសញ្ញាសន្ធិសញ្ញាផែនទីនិងឯកសារដែលបន្សល់ទុកពីបារាំងតំបន់ដែលស្ថិតនៅចន្លោះព្រំដែនលេខ52និង59គឺក្នុងសង្គ្រាមស្ថិតក្រោមការគ្រប់គ្រងរបស់ស៊ុនសែនមិនមែនអៀងសេរីទេនាយឧត្តមសេនីយ៍អ៊ីឈៀនបានបញ្ជាក់តាំងពីសម័យសង្គ្រាមរហូតមកដល់ពេលបច្ចុប្បន្ននិងតទៅអនាគតខ្ញុំការពារទឹកដីបូរណភាពទឹកដីកម្ពុជាដាច់ខាតខ្ញុំជាសក្តិសិទ្ធិរស់ម្នាក់ដែលរស់នៅតាំងពីយូរណាស់មកហើយនៅតំបន់នោះហើយបង្គោលព្រំដែនដែលក្រមការងារភាគីកម្ពុជានិងថៃកំពុងចោះវាស់វែងនឹងបោះបង្គោលបណ្ដោះអាសន្ននោះគឺឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំងជាពិសេសកំណត់ហេតុបោះបង្គោលរបស់គណៈកម្មាធិការព្រំដែនឥណ្ឌូចិនសៀមឆ្នាំ1908-1909និងគណៈកម្មាធិការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិននិងសៀមឆ្នាំ1919-1920និងស្របតាមខ្លឹមសារនៃអនុសារណៈនៃការយោគយល់គ្នា MOU ឆ្នាំ2000និងបែបបទការងារដែលភាគីទាំងពីរបានឯកភាពគ្នាដូច្នេះអ្វីដែលបុគ្គលអ៊ុំសំអានដែលជាជនក្បត់ជាតិលើកឡើងនេះគឺជាការប្រឌិតញុះញង់សុទ្ធសាធមិនមែនជាការពិតឡើយនាយឧត្តមសេនីយ៍អ៊ីឈៀនជម្រាបជូនបងប្អូនថាបុគ្គលអ៊ុំសំអាននេះតែងតែនិយាយញុះញង់និងបំភ្លៃខុសពីការពិតហើយពេលខ្លះយកឈ្មោះអ្នកនេះឬអ្នកនោះមកភ្ជាប់ដើម្បីទាញចំណាប់អារម្មណ៍ក្នុងគោលដៅកេងចំណេញនយោបាយនិងមហិច្ឆតាដ៏អាក្រក់របស់ខ្លួនជាមួយគ្នានេះនាយឧត្តមសេនីយ៍អ៊ីឈៀនស្នើឲ្យបងប្អូនជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជានិងគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក GBC កម្ពុជាបានប្រកាន់ភ្ជាប់ជានិច្ចនៅមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុតដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំជាពិសេសការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិដោយប្រកាន់ភ្ជាប់នូវការគោរពគោលការណ៍ព្រំដែនមិនកែប្រែនិងខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មាធិការព្រំដែនរវាងឥណ្ឌូចិននិងសៀម